បើកបាយវីដេអូមកអ្នកនរគ្នាឃើញ BA របស់ខ្ញុំនឹងអត់មានអីចម្លែកទេបងប្អូនថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់គាត់អញ្ចឹងទៅគឺនាំគ្នាមក buffet នាំម៉ាក់នាំកូននាំ BA របស់ខ្ញុំនឹងមកញ៉ាំ buffet អញ្ចឹងបងប្អូនហើយញ៉ាំ buffet នេះគឺញ៉ាំ buffet នៅរៀងឆ្ងាយពីផ្ទះបន្តិចប៉ុន្តែមនុស្សច្រើនណាស់បងប្អូនចូលទៅរងជួលមែនតែនប៉ុន្តែដោយសារតែ BA របស់ខ្ញុំមានខ្សែតកែអញ្ចឹងបានចូលមុនបងប្អូនកុំអីចូលទៅរងជួលយូរបងប្អូនឥឡូវយើងងាកមកមើលម្ហូបអាហាររបស់គេបន្តិចបងប្អូនណា B-roll ម្ហូបអាហាររបស់គេបងប្អូនអូច្រើនណាស់ហើយខ្ញុំចូលចិត្តនៅទីនេះដោយសារតែម្ហូបអាហាររបស់គេនឹងមានច្រើនហើយអត់សូវប្រៃទេគឺធ្វើដូចយើងញ៉ាំធម្មតាអញ្ចឹងណាជាពិសេសនោះគឺម្ហូបបែបអាស៊ីចិនជប៉ុនកូរ៉េហើយនឹងបារាំងគឺគ្រប់មុខតែម្ដងអញ្ចឹងគឺមកទីនេះ all in one តែម្ដងបងប្អូនហើយនិយាយពីថាទៅនឹងគឺខំអត់ញ៉ាំបាយព្រឹកទេបងប្អូនហើយគេនិយាយពីយាយអស់អាចហ្មងបងប្អូនគឺជុះអាចអស់ពីពោះហ្មងណាដើម្បីត្រៀមទៅស៊ី buffet ហ្នឹងណាបងប្អូនអញ្ចឹងមកបានមកឲ្យដាក់មកដៃតែម្ដងទៅបងប្អូនអើយមានសាច់ក្រហមសាច់ឆៅសាច់អីគឺយើងតមកអស់ដៃហ៎បងប្អូនហើយសរុបសេចក្តីទៅបងប្អូនអើយហាងគេនេះគេដេក័រស្អាតហើយគេធ្វើ travel គេហៅថាធ្វើ decor ហ្នឹងរាល់ឆ្នាំតែម្ដងបងប្អូនខ្ញុំមកទៅរៀងប្លែកមួយឆ្នាំប្លែករហូតហើយឥឡូវមកដល់ទូឯករបស់យើងបងប្អូនទូឯករបស់យើងបានអស់មួយចានហើយបន្ទាប់ពីខ្ញុំដើរអស់មួយជុំទៅឥឡូវឲ្យគាត់ភ្លក់គេហៅថា oyster នេះបងប្អូន oyster ស្រុកនេះធម្មតាអញ្ចឹងបងប្អូនមិនសូវធាត់ដូចនៅស្រុកយើងទេក៏ប៉ុន្តែឆ្ងាញ់បងប្អូនណាតែនេះវាមិនមែនជារដូវរបស់វាអញ្ចឹងធម្មតារបស់oyster អញ្ចឹងណាបងប្អូនឥឡូវគាត់ច្របាច់ក្រូចឆ្មាហើយដាក់ទៅបាទអូនិយាយថាពីឆ្ងាញ់តែម្ដងអែមតែម្ដងហើយក្នុងថ្ងៃខួបកំណើតនេះផងដែរគឺជូនពរឲ្យគាត់សម្រស់កាន់តែស្អាតនិយាយទៅសម្រស់កាន់តែស្អាតស្ដីសុខស្ដីចម្រើនអញ្ចឹងណាហើយស្រឡាញ់កាន់តែច្រើនអញ្ចឹងទៅឥឡូវងាកមកដល់តួឯកប្រុសម្ដងបងប្អូនតួឯកប្រុសឥឡូវដាក់មួយដែរក៏មកចាញ់តួឯកស្រីបាទគឺ oyster ដូចគ្នាដែរបងប្អូនមានន័យអូអែមបងប្អូននិយាយទៅនឹកឃើញហ្មងហើយបើតួឯកប្រុសតូចនេះបាទអូមកសប្បាយបងប្អូនគឺអស់ពី3ចានដែរនិយាយទៅយកមកអត់ខាតទេគឺម្ហូបគ្រប់សពឥឡូវយើងងាកមកដល់ខាងជប៉ុនម្ដងបងប្អូនគឺថ្ងៃហ្នឹងគឺខ្ញុំញ៉ាំគ្រប់ទ្វីបបងប្អូនទ្វីបអាស៊ីទ្វីបអឺរ៉ុបអីគឺញ៉ាំទាំងអស់ងាកមកខាងជប៉ុនក៏សម្បូរដែរបងប្អូនគឺគេដាក់រហូតតែម្ដងហើយនេះគឺ sauce ទឹកត្រីទឹកជ្រៅទឹកអីហ្នឹងហើយបើនិយាយពីមនុស្សមកញ៉ាំវិញច្រើនណាបងប្អូនគ្រប់ទិសគ្រប់ទីឥឡូវយើងងាកមកដល់ជប៉ុនម្ដងបងប្អូនឥឡូវយើងសុំ sweet បែបជប៉ុនម្ដងបាទឥឡូវយើងដាក់ឲ្យទូស្រីយើង sweet បន្តិចសិនណាដោយសារថ្ងៃខួបកំណើតបាទអូឆ្ងាញ់ហ្មងបងប្អូននិយាយទៅបញ្ចូលសំឡេងបដានឹកដល់ក្លៀនបដានេះក្លៀនទៀតនេះប៉ុន្តែឆ្ងាញ់មែនបងប្អូនដោយសារតែខ្ញុំម៉ួយកន្លែងនឹងយូរឆ្នាំដែរបើគិតទៅ4-5 ឆ្នាំហើយបងប្អូនគ្រាន់តែមកញ៉ាំកន្លែងហ្នឹងណាភាគច្រើនទៅនឹងស្រួលដោយសារតែមានខ្សែតកែអញ្ចឹងបងប្អូនអញ្ចឹងទៅអីមិន reserve អីគឺបានចូលបានលឿនអញ្ចឹងណាហ្នឹងហើយនិយាយទៅមក buffet អត់មានប្រធានបទអីក្រៅតែពីញ៉ាំទេបងប្អូនយើងសប្បាយញ៉ាំប៉ុន្តែទោះបីប្រកែញ៉ាំយ៉ាងណាក៏ដោយគឺញ៉ាំអស់តែ 3-4 ចានហ្នឹងគឺឆ្អែតហើយខ្ញុំហ្នឹងខាងខ្ញុំបាទហើយបើអ្នកគេក៏មានកន្លែងស្តុកធំអីអញ្ចឹងទៅអាចញ៉ាំបានច្រើនជាងហ្នឹងប៉ុន្តែបើនិយាយពីម្ហូបអាហារវិញបងប្អូនអើយគឺញ៉ាំបែបមកសបាយហ្មងហើយថងគីលហើយមនុស្សច្រើនបងប្អូនមនុស្សច្រើនទៅខ្ញុំទៅលើកណាក៏មនុស្សច្រើនដែរនិយាយទៅ
ឥឡូវយើងអស់ពីមួយចានចូលទៅមួយចានខ្ញុំថ្ងៃហ្នឹងទៅបាន4ចានហើយបើប្រើពៅនេះបានច្រើនចានហើយមុខណាញ៉ាំសប្បាយចិត្តហ្មងព្រោះស្អែកគេចូលរៀនវិញហើយអញ្ចឹងទៅកប់ជូនគឺយើងfete ជុំគ្នាណាហ្នឹងហើយបាននាំមកញ៉ាំជុំគ្នាផងដែរអញ្ចឹងណាហើយជាប់ថ្ងៃខួបកំណើតទៀតហើយប៉ះចំសិទ្ធនារីទៀតបងប្អូនអើយអញ្ចឹងបានថាមនុស្សច្រើនហើយជូនពរអូនសំឡាញ់ឲ្យសម្រាប់កាន់តែស្អាតសុខសប្បាយសុភមង្គលស្រឡាញ់គ្រួសារបានច្រើនអញ្ចឹងណាបងប្អូនហើយជាពិសេសថ្ងៃសិទ្ធនារីផងបងប្អូនហើយនេះខ្ញុំមកមើលឲ្យបងប្អូនមើលទីធ្លាខាងក្នុងគេ decor ស្អាតអញ្ចឹងបងប្អូនឃើញទេគឺនិយាយទៅអែមហ្មងអ្នក decor អ្នករចនាហ្នឹងហើយកន្លែងរបស់គេស្អាត clean និយាយទៅគេឲ្យយើងមើលគេធ្វើភ្លាមអ្នកដែលធ្វើហ្នឹងគឺធ្វើភ្លាមឲ្យយើងមើលឃើញពី process គេធ្វើម្ហូបឲ្យយើងញ៉ាំហ្នឹងហ្មងអញ្ចឹងបានយើងមានទំនុកចិត្តឲ្យគេធ្វើឆ្ងាញ់ផងបងប្អូនអញ្ចឹងបានថាល្អឥឡូវជាចុងក្រោយនៃវីដេអូនេះសូមឲ្យបងប្អូនជួយ subscribe ផងបងប្អូន